ងពីប្រទេសជាតិមានបញ្ហាមកគឺថាមិនដែលបានដេកស្កប់ទេហើយក្នុងពេលតែមួយត្រូវរែកពុនរឿងជាច្រើនហើយសតតែជាការងារបញ្ញាប់តនហំទៀតប៉ុន្តែនៅកំឡុងពេលហ្នឹងខ្ញុំក៏បានដកពិសោធន៍នៅរឿងរ៉ាវជាច្រើនដែលខ្លួនឯងមិនធ្លាប់ធ្វើប៉ុន្តែខ្លួនឯងចិត្តធំហ៊ានធ្វើដោយមិនខ្លាចញញើតធ្វើដោយមិនខ្លាចខាត់បង់ទ្រព្យសម្បត្តិធ្វើដោយភាពជឿជាក់ដោយយក credit របស់ខ្លួនឯងមកទៅអ្វីដែលទាំងអស់គ្នាកំពុងតែឃើញនេះគឺជា showroom ផលិតផលរបស់រោងចក្រជាជាដែលយើងប្រើប្រាស់និងធ្វើខ្នាតធំបំផុតដើម្បីបង្កើតផលិតផលរាប់ពាន់មុខចេញលក់នៅលើទីផ្សារស្រុកខ្មែររបស់យើងក៏ដូចជាចេញទៅទីផ្សារក្រៅប្រទេសពីដំបូងលោកអើយបងធ្វើរបៀប classic គ្រាន់ showroom ដូចសីតវិមានឲ្យបងប្អូនហើយមិនត្រៀមតែមកកន្លែងហ្នឹងឯណាបងប្អូននេះគ្រាន់តែជាប្លង់គំរូវិស្វករគាត់ឲ្យមើលសិនទេពាក់ព័ន្ធជាមួយនឹងគំរូផ្ទះគំរូភូមិគ្រឹះធំប្រភេទ classic ចាចូលទៅជួបវិស្វករហើយកុំឲ្យខាតមើលរចនាប័ទ្មមើលប្រភេទផ្ទះហើយដើម្បីឲ្យយើងត្រៀមខ្លួនទទួលសមាជិកថ្មីបន្តទៀតហើយរឿងរោងចក្រហ្នឹងគឺភ្លាមណាស់អញ្ចឹងបងប្អូនមិនដឹងទេខ្ញុំកំពុងសាងសង់ភូមិគ្រឹះសាងសង់ផ្ទះសូម្បីតែកម្រង resort ក៏ខ្ញុំសាងសង់ដែរដូច្នេះហើយបងប្អូនអើយវាច្រើនខ្លាំងទទួលស្គាល់វាជាការរែកពុនដ៏ធំនៅកំឡុងពេលតែមួយហើយគម្រោងដែលខ្ញុំធ្វើផ្ទាល់ដៃចាគម្រោងមួយគឺអត់មានក្រោមរាប់សិបលានទេគឺខ្ញុំធ្វើធំអញ្ចឹងណាបងប្អូនអញ្ចឹងហើយអត់មានធនធានគឺទៅអត់រួចទេនិយាយតាមត្រង់ធ្វើផ្ទះធំដើម្បីអនាគតកូនក្រុមគ្រួសារធ្វើ resort ទិញដីពង្រីកអាជីវកម្មដើម្បីបន្តដង្ហើម business ទៅថ្ងៃមុខមានន័យថាយើងបរិយាបន្ថែមទៅរហូតដល់ឥឡូវទំនួលខុសត្រូវខ្នាតធំអាចនិយាយបានថាធំជាងផ្ទះដែលខ្ញុំកំពុងឈរនេះឆ្ងាយចាគឺរោងចក្រខ្នាតអន្តរជាតិដើម្បីបង្កើនសេដ្ឋកិច្ចជាតិបង្កើតការងារឲ្យប្រជាជនយើងធ្វើនិងផលិតអវ័នរាប់ពាន់មុខទៅប្រកួតប្រជែងទីផ្សារក្រៅប្រទេសជាពិសេសគឺបំបែកទីផ្សាររបស់ប្រទេសចោលដោយថ្នាំដុសធ្មេញនេះអញ្ចឹងបងប្អូនទោះបីជាឥឡូវរោងចក្រយើងមិនទាន់ហើយក៏ដោយប៉ុន្តែយើងនៅតែស្វែងរកលំដាប់រោងចក្រអន្តរជាតិនៅក្នុងការផលិតអវ័នដើម្បីផ្គត់ផ្គង់ឲ្យប្រជាពលរដ្ឋរបស់យើងបានប្រើប្រាស់អវ័នដែលស្តង់ដារហើយគុណភាពពិតប្រាកដហើយរោងចក្រដែលខ្ញុំកំពុងតែផលិតថ្នាំដុសធ្មេញហ្នឹងក៏ជារោងចក្រដែលប្រទេសចោលសម្រុកធ្វើដូចគ្នាចាទៅដល់តាំងសិតតែផលិតផលចោលហើយផលិតផលលំដាប់ទៀតតែគ្រាន់តែថាអាចនឹងវាមានលុយជាងយើងអញ្ចឹងទៅវាផលិតច្រើនលានទីបជាងយើងរឿងនេះគឺខ្ញុំទទួលស្គាល់យើងដើរយឺតជាងវាមួយចំហៀនប៉ុន្តែខ្ញុំនឹងខំប្រឹងធ្វើឲ្យល្អបំផុតឲ្យតែបងប្អូនយើងរួមគ្នាគ្រប់គ្រង brand កូនខ្មែរខ្ញុំហ៊ានធានាអះអាងខ្ញុំនឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាពនៅក្នុងការលើកពានផលិតផលលើឆាកអន្តរជាតិឲ្យបងប្អូនមើលមកហើយបងប្អូនដឹងថាវាផលិតម្ដងប្រមាណអត់10ទៅ20លានទីវាផលិតចង់ក្បែរប្រជាជនយើងមកប្រទេសហើយហ្នឹងដូច្នេះហើយដាក់ចិត្តថាប្រកួតប្រជែងទោះបីត្រូវក្រាបត្រូវលូនត្រូវវាដាច់ខាតត្រូវតែដល់គោលដៅដាច់ខាតត្រូវតែទៅមុខហើយការផលិតបើកក្បាលដំបូងគឺយើងផលិត2វគ្គទី1យើងចូលស្តុកបានតែ50,000ប្រអប់ទេវគ្គក្រោយទៅយើងចូលស្តុកបាន50,000ទៀតដូច្នេះហើយបងប្អូនអើយអធិស្ឋានមែនតើដោយសារតែយើងប្រញាប់ចែកចាយជូនប្រជាពលរដ្ឋរបស់យើងប្រើហើយបងប្អូនអើយតម្លៃធូរថ្លៃចំណុះគឺច្រើនប្រអប់វិចខ្ចប់អីគឺស្តង់ដារមួយសែនក្នុងនឹងមានថែមជ្រះ free ជូនជាស្រេចទៀតហើយបងស្រីដែលកាន់ unboxing នេះបងប្អូនគឺជាជនជាតិអូស្ត្រាលីហើយគាត់គឺជា assistant របស់ Dr. អូស្ត្រាលីដែលបង្កើតរូបមន្តនេះឡើងការចុះ MOU នេះក៏ខ្ញុំបានធ្វើរួចរាល់ព័ន្ធជាមួយនឹងការផ្ដាច់មុខរូបមន្តហើយនឹងសន្ធិសញ្ញាមួយចំនួនទៀតចាំខ្ញុំលម្អិតនៅវីដេអូក្រោយហើយបងប្អូនអើយខ្ញុំសុំមកនិយាយបន្តិចដោយសារតែមានអ្នកគាត់សង្ស័យថាសក់ខ្ញុំតមិនមែនហេតុអីក៏វែងលឿនម៉េះទាំងអស់គ្នាអានេះគឺសក់ខ្ញុំផ្ទាល់អត់មានតែកាត់តអត់មានតែយកសក់អ្នកណាគេមកដាក់ឯណាហើយបើថាសក់តសិតព្រុសអញ្ចឹងកើតដែរអើយចាំមិនខ្ញុំនិយាយថាមិនបាច់ឆ្ងល់ទេហេតុអីបានសាប៊ូកក់សក់នឹងអត់សូវប្រម៉ូទផងក៏នៅតែលក់ដាច់នោះសក់យើងវាដុសលឿនហើយក៏វាចាប់ផ្ដើមដុសពេញក្បាលហើយក្រាស់យកហ្មងដល់ថ្នាក់បងប្អូនខ្លះគាត់ថាខ្ញុំតសក់តអស់គ្នាហើយសក់ខ្ញុំមកកើតមានស្ងួតបែកចុងឬក៏សពងទេហើយសាប៊ូ version ថ្មីនេះតអស់គ្នាហើយចាដបក៏ស្អាតចំណុះក៏ច្រើនសំខាន់តម្លៃនៅដដែលមិនទាន់បានប្រើសាកបានកុំអាឡែងទាំងអង្គុយសង្ស័យរឿងសក់ជាចាអរគុណច្រើន